ក្រុមជម្រើសជាតិអាល្លឺម៉ង់បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាលើកទី3ក្រោយធ្លាក់នៅក្នុងវគ្គ32ក្រុមចុងក្រោយក្រោមធ្វេជើងរបស់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបន្ទាប់ពីឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ2014នៅប្រទេសប្រេស៊ីលគឺក្រុមជម្រើសជាតិអាល្លឺម៉ង់មិនដែលធ្វើបានល្អទាល់តែសោះនៅឆ្នាំបន្ទាប់ដូចជាការនៅឆ្នាំ2018បានធ្លាក់នៅក្នុងវគ្គជម្រុះពូនិងឆ្នាំ2022ធ្លាក់នៅក្នុងជម្រុះពូដូចគ្នាហើយនៅឆ្នាំ2026នេះគឺបានធ្លាក់នៅត្រឹមវគ្គ32ក្រុមចុងក្រោយដោយចាញ់នៅក្នុងបាល់ពេនឹងទីជាមួយនឹងជម្រើសជាតិប៉ារ៉ាហ្គាយ3-4បន្ទាប់ពីការបរាជ័យមួយនេះក្រុមជម្រើសជាតិអាល្លឺម៉ង់បានធ្វើឲ្យអ្នកគាំទ្រនៅជុំវិញពិភពលោកមានការខកចិត្តជាខ្លាំងដោយសារតែពួកគេគឺជាក្រុមយក្សមួយមកពីទ្វីបអឺរ៉ុបដែលមានពានរង្វាន់FIFA World Cup ច្រើនជាងគេលំដាប់ទី2ពោលគឺមានដល់ទៅ4ពានរង្វាន់ក៏ប៉ុន្តែបែរជាធ្លាក់ទម្រង់នៅក្នុងរយៈពេល12ឆ្នាំចុងក្រោយនេះពោលគឺ3រដូវកាលនៃព្រឹត្តិការណ៍ FIFA World Cup